ជំរាបសួរបាទជំរាបសួរបាទប៉ាមានឈ្មោះអីដែរបាទខ្ញុំឈ្មោះដារីហើយសប្តាហ៍ថ្ងៃប៉ារស់នៅភូមិឃុំណាដែរខ្ញុំរស់នៅភូមិកំពង់ចុះលិចឃុំពីនទីលៀងស្រុកបួងឃុំខេត្តបួងឃ្មុំអញ្ចឹងមុនប៉ាស្គាល់ម៉ាស៊ីនសេរីជែមនេះតើប៉ាមានបញ្ហាសុខភាពអីខ្លះដែលឈឺនៅក្នុងខ្លួនណាខ្ញុំបានជាវម៉ាស៊ីននឹងមកដើម្បីសម្រាប់ខ្ញុំសម្រួលខ្ញុំឈឺឆ្អឹងខ្នងគឺជាកេះរួយកកហើយឡើងឈាមដែរឡើងឈាមឡើងស្ករទៀតឡើងស្ករឡើងគីឡូបាទនេះជំងឺច្រើនមុខដែរណាច្រើនហើយអញ្ចឹងឡើងម៉ាស៊ីននឹងទៅឃើញវាសម្រួលបានច្រើនដូចជាពូឆ្អឹងខ្នងកិនសិនកិននឹងទៅវាបាត់ឈឺឆ្អឹងខ្នងអីចឹងទៅដកថើមស្រួលឲ្យឡើងឈាមក៏ដូចកាត់បន្ថយបានច្រើនណាស់ដែលឃើញឡើងទេអញ្ចឹងកាលពីទៅក្រុមហ៊ុនដំបូងបាទពីណាគេប្រាប់ឲ្យទៅម៉ាសាហ្នឹងមានពីណាគេមកប្រាប់ប្រពន្ធខ្ញុំគាត់គេក៏ទៅផ្សារបាទទៅផ្សារជួបលោកគ្រូដើរចែកខិតបានហ្នឹងបានមកប្រាប់មកប្រាប់ថាវាមានខែម៉ាសាសម្រួលសុខភាពអីចឹងដែរក្រុមហ៊ុនគេមកបើកនៅផ្សារពីមយើងហ្នឹងឲ្យទៅធ្វើអីចឹងណាបាទអញ្ចឹងពេលខ្ញុំអត់ទាន់ទៅទេដល់ប្រពន្ធទៅមុនបានប្រពន្ធហ្នឹងទេហៅខ្ញុំឲ្យទៅដែរតែអញ្ចឹងខ្ញុំទៅវាជាប់ដៃធ្វើបានកន្លះខែទៅបាទចាប់ពេលបែរប្រើដបងអំឡុងពេលដែលយើងដាក់ដបងហ្នឹងវាបើសិនហ្នឹងមានធ្វើទុកអីយើងឬក៏ប្រតិកម្មដេញជំងឺដេញរោគអីខ្លះអត់មិនថាមានថាដឹងថាដេញអីទេប៉ុន្តែធ្វើដបងដូចយើងច្បាច់សរសៃដៃអញ្ចឹងច្បាច់ទៅវាឈឺខ្លួនយើងអីចឹងណាត្រមបន្តិចអញ្ចឹងទៅដល់ពេលយើងធ្វើបាន2 3ថ្ងៃទៅបាត់ឈឺត្រមហ្នឹងទៅស្រួលរហូតទៅស្រួលទៅបាទចុះពេលសម្រាប់យប់ឡើងអីអាសានោមញឹកហ្នឹងមិនអីនោមហ្នឹងវានឹងលំនឹងហ្នឹងវាកាលពីដំបូងកាលពីអត់ទាន់ដេកម៉ាស៊ីនហ្នឹងនោមញឹកខ្ញុំវានោម3 4 ដងមួយយប់4 ដងដល់ឥឡូវហ្នឹងនោមតែ2 ដងភ្លឺនោមតែ2 ដងភ្លឺបាទអញ្ចឹងជំងឺដែលយើងមានបញ្ហាពោះឆ្អឹងខ្នងមកដល់ឥឡូវនេះធូរយ៉ាងម៉េចខ្លះបាទធូរវាឈប់ជួងវាលែងឈឺវាលែងចាក់វាលែងយ៉ាងឈប់ចប់ដូចតែយើងជាហើយហ្នឹងដូចហ្នឹងវាថាវាជាបាល់ជាអញ្ចឹងទៅណាវាបាត់ឈឺប៉ុន្តែយើងធ្វើអីចំណាស់នេះហើយយើងធ្វើអីដែលធ្ងន់តិចលើកអីធ្ងន់ក៏ឈឺឡើងវិញដែរបាទប៉ុន្តែយើងមានម៉ាស៊ីនយើងដាក់បាទហើយឡើងឈឺទៅខ្ញុំឡើងដាក់ខ្លួនឯងទៅអញ្ចឹងដូចយាយខ្ញុំគាត់ឈឺទៅតើតែខ្ញុំមករៀបចំឲ្យបានគាត់ឡើងដែរហ្នឹងហើយបើតែបងឯងអ្នកចេះបជាទៅលើគ្រឿងម៉ាស៊ីននេះជាឲ្យទុកចោលទៅខ្ញុំដើរចេញទៅដល់ជំងឺសម្ពាធឈាមហើយនឹងជាតិស្ករបងឯងធូរយ៉ាងម៉េចខ្លះបាទជាតិស្ករខ្ញុំមានលំនឹងដូចថាវាអត់តាន់ហួសកម្រិតស្ករទេវានៅក្នុង18ជាតិស្ករអញ្ចឹងតាំងពីឡើងម៉ាស៊ីនហ្នឹងមកដូចថាហ្នឹងមកវានឹងជាតិស្ករនៅថេវានឹងថេអត់ធ្វើទុកអត់អីទេអត់ធ្វើទុកទេឈាមក៏អញ្ចឹងដែរអត់មានដែលឡើងអីទៀតទេអត់ទេកាលមុនងាកឡើងហួយកអីចឹងណាបាទធ្វើទុកចុះបញ្ហាឡើងទម្ងន់ដែលប៉ាមានកន្លងមកហ្នឹងវាធ្វើទុកតាំងពោះពិបាករកដង្ហើមយ៉ាងម៉េចអាហ្នឹងកាលមុនទៀបពោះខ្ញុំវារៀងធំដល់ពេលធំអង្គុយអញ្ចឹងអត់កើតទេវាចាល់អានេះណាវាចាល់អានេះអង្គុយរៀបអត់បានទេបាទអង្គុយអញ្ចឹងកើតទេណាទៅអានេះបាទពួកខ្ញុំអង្គុយបានវាជ្រាយអញ្ចឹងទម្ងន់ខ្ញុំវា105គីឡូ105គីឡូបាទ105គីឡូខ្ញុំលួចថ្លឹងងាកលួចថ្លឹងនៅសល់100គីឡូពេលយើងអត់តាន់ហូបបាយយើងថ្លឹងទៅនៅ99ចឹងសម្រាប់មួយរយៈហ្នឹងចុះ4-5គីឡូដែរហូបបាយចាក់ទៅខ្ញុំលួចថ្លឹងមើលឡើងដល់100បាទយើងអត់បានហូបបាយហូបអីយើងអត់បាយអីចឹងទៅបើអត់បាយខ្លួនឯងឲ្យបីឲ្យស្រក់គីឡូអីចឹងទៅនៅសល់99បាទវាឡើងចុះ99ប៉ុន្តែគាត់ថាអត់ដល់105ដូចមុនទេតាំងពីឡើងម៉ាស៊ីនមកចុះ4គីឡូបាទចុះតាំងពីប្រើម៉ាស៊ីនហ្នឹងបែរមានដូចថារៀករុះអីទេឬក៏បត់ជើងលិមួកអីមានធ្លាក់ខ្លាញ់ធ្លាក់អីទេមាននេះអត់មានរៀកទេលិមួកធម្មតាទាំងអស់ណាប៉ុន្តែគីឡូហ្នឹងដឹងចុះ4-5គីឡូដែរខ្ញុំដឹងចុះ
ជាប់4គីឡូ115នៅសល់100គីឡូសល់9 ในពេលដែលបងឯងសម្រានកន្លងមកនេះជាមួយនឹងយាយដែលគាត់ប្រើដែរហ្នឹងឃើញថាយាយគាត់ផ្លាច់អីដែរយាយគាត់ផ្លាច់អី លេខដេកលក់ស្រួលដោយអត់ទៅថាដេកលក់អីទេ អូពីមុនយាយពិបាកសម្រាន បាទយាយអាស្រាប់អសល់ដេកលក់អីចឹងឬឆ្កែព្រោះអីចឹងដឹងខ្លួនមកដេកទៅវិញដេកលក់ ឥឡូវសម្រានលក់ហើយ ឥឡូវអត់លឺថាដេកលក់អី គាត់ធូរច្រើនដែរយាយ ណាជូរច្រើន អញ្ចឹងចំពោះចំណាប់អារម្មណ៍ប៉ាតើប៉ាយល់យ៉ាងណាដែរចំពោះម៉ាស៊ីនរបស់ក្រុមហ៊ុនសេរីជែមនេះប៉ាយល់យ៉ាងណាដែរ ព្រោះម៉ាស៊ីនដែលខ្ញុំបានទិញពីក្រុមហ៊ុនសេរីជែមនឹងមកខ្ញុំបានទៅធ្វើម៉ាស៊ីនឯកជនគេម្ដងរួចទៅហើយ អូ បានខ្ញុំដឹង អញ្ចឹងមានន័យថាយើងធ្លាប់ដាក់កន្លងមកពីមុនដែរ ម៉ាស៊ីនហ្នឹង ហើយយើងយល់ថាវាល្អសម្រាប់សុខភាព បានខ្ញុំដឹងហ្នឹងព្រោះទៅធ្វើហ្នឹងទៅធ្វើចំគេប្រើប្រាស់ម៉ាស៊ីនហ្នឹងឯកជនគេហ្នឹងគេទៅយកលុយយកកាក់ហ្នឹង កាលពីមុនហ្នឹងហ៎ បាទពីមុនមកហ្នឹង បាទកាលពីមុនហ្នឹងធ្លាប់គេមានម៉ាស៊ីនហ្នឹងហើយគេយកទៅដាក់សាកល្បងនៅផ្សារហ្នឹងទៅ បាទឲ្យឃើញក្រុមហ៊ុនគេមកដាក់ផ្សារហ្នឹងពេលខ្ញុំទៅឃើញម៉ាស៊ីនហ្នឹងវាដូចពេលខ្ញុំទៅ អូអញ្ចឹងមានថាស្គាល់ហ្នឹងស្គាល់យូរនៅកាលពីស្គាល់10ឆ្នាំហ្នឹងណា មិនដល់10ទេ អត់ដល់10ទេហ៎ បាទ2ឆ្នាំ2ឆ្នាំហ្នឹង បាទហើយ2ឆ្នាំហ្នឹងឃើញម៉ាស៊ីនហ្នឹងគេយកមួយទៅគេដាក់ឈ្នួលទៅអីទៅហើយ ពណ៌សទេ បាទឲ្យធ្លាប់ប្រើធ្លាប់អីទៅឃើញថាស្រួលប៉ុន្តែយើងអត់ដឹងពីប្រវត្តិម៉ាស៊ីនហ្នឹងអត់ដឹងពីក្រុមហ៊ុន ក្រុមហ៊ុនគេមិនមកផ្សព្វផ្សាយដូចលោកគ្រូមកផ្សព្វផ្សាយថាម៉ាស៊ីនហ្នឹងវាសម្រួលជំងឺនេះ បាទ ជំងឺនោះ ចឹ ណា ង វាមាន11មុខណាយើងដាក់លេខមានសម្រួលជំងឺទូទៅមានលេខ1លេខ2លេខ3 បាទអញ្ចឹងយើងទៅប្រើហ្នឹងប្រើគ្រាន់តែយើងទៅដល់ដេកទៅគេចុចឲ្យទៅ ហ្នឹងហើយដល់ឥឡូវយើងចេះខ្លួនយើងចុចប្រើខ្លួនយើងទៅ បាទដល់ពេលបងឯងឃើញម៉ាស៊ីនហ្នឹងដូចគ្នាក៏ចាប់អារម្មណ៍ថាម៉ាស៊ីនហ្នឹងធ្លាប់ប្រើហើយក៏ចង់ដឹងពីគុណភាព បាទដឹងថាវាស្រួល បាទអញ្ចឹង តែឯកជនគេដាក់យកឈ្នួលហ្នឹងវាថ្លៃ ហ្នឹងហើយ ដល់មកធ្វើមួយសា$20 អូតាមធ្វើនៅណាបាទ ធ្វើនៅកំពង់ចាម អូធ្វើនៅកំពង់ចាម បាទខ្ញុំមកភ្លេចយីហោគេហ្នឹងទៅ ទៅជាហៅ បាទភ្លេចយីហោ បាទដាក់ម្ដងគេយក$20 បាទឲ្យដាក់កូនខ្ញុំទៅលេងកូនកំពង់ចាមកូនប្រាប់ថាប៉ាទៅធ្វើម៉ាស្សាទៀតអីហើយខ្ញុំគូឆ្លើយប្រាប់កូនអើយប៉ាធូរឲ្យជីអីមិនបាច់ទៅទេ វាអស់លុយច្រើនពេក ថ្លៃហ่ะ បាទ បានមកពីនោះមកបានប្រហែលថ្ងៃហ្នឹងបានប្រាក្រុមហ៊ុនបើកហ្នឹង មកជួបក្រុមហ៊ុននៅពីម បាទ ក៏ព្យាយាមសាកល្បងទៅ សាកល្បងបាន អត់ដែរខានទេទៅជាប់រាល់ថ្ងៃ ជាប់រាល់ថ្ងៃបានកន្លះខែ បាទដល់ពេលហើយក៏ឃើញថា សួរគ្រូថាឥឡូវក្រុមហ៊ុនគេយកមកហើយអញ្ចឹងក៏ខ្ញុំមានកូនចិត្តថាត្រូវទៅទិញក្នុងចិត្ត បាទ ពាក្យសារមួយយាយណាយាយក៏មិនតាន់អីតខើទៅឃើញគេធូរច្រើនគេថាធូរដែរហើយខ្ញុំក៏ធូរដែរអញ្ចឹងក៏ចាប់ផ្ដើមក្រុមហ៊ុនហ្នឹងចាប់ផ្ដើមលក់ ហ្នឹងហើយ ចាប់ផ្ដើមលក់ពួកខ្ញុំមានគំនិតមួយយាយថាត្រូវទៅទិញ សម្រាប់ចិត្តថាទិញហ្មង បាទទិញចាប់ផ្ដើមគំនិតទិញហ្មង អញ្ចឹងអាកំណត់ដែលថាទិញហ្នឹងទិញទី1យកមកជំនួសការហាត់ប្រាណ បាទ ហើយទី2យកមកជំនួសការច្បាច់គក់ បាទជំនួស ហើយទី3យកមកព្យាបាលជំងឺ បាទពេលយកមកដល់ផ្ទះយើងបានប្រើពិតជាមានគុណភាពមែន មានគុណភាព ធូរច្រើនសុខភាពហ្នឹង វាសម្រួលឆ្អឹងខ្នងយើងបានធូរដកដង្ហើមស្រួលដេកលក់ស្រួល ឈាមអត់ឡើង ឈាមអត់ឡើង ស្ករអត់ឡើង ក៏អត់ឡើង គីឡូចុះ គីឡូក៏ចុះតម្ងន់ ខ្លួននឹងស្រាលទៀត ខ្លួនស្រាល ធូរអស់ច្រើនមែនតើបាទណា ច្រើនទៅយើងវាធ្វើទុកដល់ឆ្អឹងខ្នងឯងព្រោះថាឆ្អឹងខ្នងនោះព្រោះបរហាត់បង្រៀនឲ្យយើងយល់ដឹងថាឆ្អឹងខ្នងវាមានពាក់ព័ន្ធបស័យប្រសាទ បាទដល់ពេលយើងព្យាបាលឆ្អឹងខ្នងទៅ យើងជាឆ្អឹងខ្នងទៅអាដកហើមក៏ស្រួល ផ្សេងទៅធូរអស់ទៅ អាដេកលក់ក៏ស្រួល បាទអញ្ចឹងប៉ាមានជាពាក្យពេចន៍អីជាចុងក្រោយដែលផ្ញើទៅលោកយាយលោកតានៅក្នុងមជ្ឈមណ្ឌលនេះ អញ្ចឹងខ្ញុំគ្មានអីចេះជាងថាបងប្អូនបានទៅធ្វើហើយមានមីងទៅហ្នឹងក៏ទៅធ្វើហើយក៏យល់ដឹងបានហើយប៉ុន្តែខ្ញុំក៏បានធូរក្នុងអាម៉ាស៊ីនហ្នឹងទិញដាក់ផ្ទះហ្នឹងក៏បានធូរច្រើនហើយអញ្ចឹងប្រែប្រាំទៅមានមីងនៅពងតែធ្វើនៅអាម៉ាស៊ីនជាតាជែមនៅក្នុងក្រុមហ៊ុនហ្នឹងទិញទៅទិញប្រើទៅមិនខុសទេណា
អានឹងចំពោះខ្ញុំ បាទ ខ្ញុំជាខ្ញុំធូរក្នុងខ្លួនរបស់ខ្ញុំតក់គីឡូខ្ញុំតក់ទាំងខ្នងខ្ញុំក៏បាត់ឈឺឈាមក៏បាត់ឡើងជាតិស្ករក៏ស្រក់ចុះនឹងថេដែលគេថានៅក្នុងខ្លួនខ្ញុំ និយាយល្អសម្រាប់សុខភាពហើយការចំណាយរបស់យើងគឺចំណាយតែម្ដងទេ បាទខ្ញុំ ហើយប្រើបានក្នុងក្រុមគ្រួសារយើងទាំងអស់គ្នា ប្រើតែពីរអ្នកយាយខ្ញុំទេ ហើយអ្វីដែលល្អជាងនេះទៀតគឺក្រុមហ៊ុនគេធានាជូន2ឆ្នាំ បាទ មិនមែនយើងទិញភ្លាមទៅគេអត់មើលឲ្យយើងគេធានា2ឆ្នាំ បាទខ្ញុំយល់ បាទបាទ មិនទៅបទធានាបទអីគេទៅទៅ បាទហ្នឹងហើយគេអត់មានបោកប្រាស់ពូតផោយ៉ាងនេះទៅគេមកមើល បាទ មកមើលបងឯងរហូតមែនអត់ ហ្នឹងហើយ មួយអាទិត្យម្ដង បាទក្រុមហ៊ុនមកមើលបុគ្គលិកក្រុមហ៊ុនមកមើលរហូតដែរ បាទសួរនាំសុខភាពសុខទុក្ខយ៉ាងម៉េចធ្វើទុកប្រតិកម្ម អញ្ចឹងមកថាសួរនាំវាច្រើនលើកដែរ បាទ 3 4លើកហើយណា ហ្នឹងហើយ បានមកសួរសុខទុក្ខសួរពីរឿងសុខភាពមិនសិននឹងវាយ៉ាងម៉េចអីយ៉ាងម៉េច មានការប្រើប្រាស់ទៅ ខ្ញុំធ្វើបានថាធ្វើនេះមិនមែនចេះតែឆ្លើយទេស្រួលក្នុងខ្លួន បាទ បានឆ្លើយទៅតាមថាពាក្យស្រួលពាក្យមិនស្រួលឆ្លើយតាមមិនស្រួល បាទបាទ អត់មាននិយាយលេងទេ អញ្ចឹងជាចុងក្រោយខ្ញុំបាទលោកគ្រូឡុងណាបាទណាក៏សូមអរគុណចំពោះបទសម្ភាសន៍ដែលបានឲ្យសម្ភាសន៍ហើយក៏ជូនពរប៉ាមានសុខភាពល្អសំណាងល្អក្រុមគ្រួសារទាំងអស់គ្នារកទទួលទានមានបានបាទណាជូនពរឲ្យសំណាងល្អតទៅបាទ